សូមអរគុណប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៃយ៉ូហានជំពូក13ខ34ដល់35ខ្ញុំឲ្យសេចក្តីបញ្ញត្តិមួយថ្មីដល់អ្នករាល់គ្នាគឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកត្រូវឲ្យស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរគេនឹងដឹងថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារសេចក្តីនេះឯងគឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកព្រះយេស៊ូវមានបន្ទូលអំពីរឿងនេះមុនពេលដែលគេក្បត់ព្រះអង្គហើយមុនពេលដែលគេចាប់ព្រះអង្គយកទៅឆ្កាងព្រះយេស៊ូវបានផ្ដាំដល់ពួកសិស្សរបស់ទ្រង់ហើយប្រទានបញ្ញត្តិមួយយ៉ាងសាមញ្ញដល់ពួកគេប៉ុន្តែបញ្ញត្តិនេះនៅពេលដែលពួកគេកាន់តាមយ៉ាងប្រកបនោះនឹងអាចផ្លាស់ប្ដូរពិភពលោកទាំងមូលមួយបានបញ្ញត្តិនេះគឺត្រូវឲ្យគេស្រឡាញ់គ្នាទៅវិញទៅមកដូចជាទ្រង់បានស្រឡាញ់ដល់ពួកគេដែរនេះមិនមែនជាសេចក្តីស្រឡាញ់ធម្មតាទេបងប្អូនហើយតែវាគឺជាសេចក្តីស្រឡាញ់ដែលពឹងផ្អែកលើសេចក្តីពិតជាសេចក្តីស្រឡាញ់ដែលមិនផ្អែកលើអារម្មណ៍ឬជាសេចក្តីស្រឡាញ់ដែលមិនផ្អែកទៅលើស្ថានភាពងាយស្រួលឬសុខស្រួលនោះឡើយហើយក៏មិនមែនជាសេចក្តីស្រឡាញ់ដែលផ្ដល់នៅផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកបាននោះឡើយតែវាជាសេចក្តីស្រឡាញ់ដែលលះបង់ជាសេចក្តីស្រឡាញ់ដែលបន្ទាបខ្លួនលាងជើងអ្នកដទៃដូចជាព្រះយេស៊ូវហើយសុខចិត្តលះបង់ជីវិតរបស់ខ្លួនដើម្បីអ្នកដទៃនេះហើយជាសេចក្តីស្រឡាញ់បែបព្រះយេស៊ូវគ្រីស្ទជាបញ្ញត្តិថ្មីដែលព្រះអង្គប្រទានឲ្យពួកគេហើយបញ្ញត្តិថ្មីនេះមិនមែនដោយសារតែសេចក្តីស្រឡាញ់ឯងនោះឡើយប៉ុន្តែដោយសារតែព្រះអង្គចាស់យេស៊ូវបានកំណត់និយមន័យដោយប្រើគំរូនៃជីវិតរបស់អង្គទ្រង់ផ្ទាល់បងប្អូនហើយយើងអាចនឹងស្រឡាញ់គ្នាទៅវិញទៅមកបានដោយសារតែទ្រង់បានស្រឡាញ់យើងជាមុនថ្ងៃនេះតើមានបងប្អូនណាម្នាក់ដែលគិតថាខ្លួនមិនអាចស្រឡាញ់មនុស្សដែលមិនគួរឲ្យស្រឡាញ់នោះឡើយហើយខ្លួនមិនអាចអត់ទោសដល់អ្នកដែលធ្វើឲ្យខ្លួនឯងឈឺចាប់នោះឡើយហើយតើមាននរណាដែលបានគិតថាខ្ញុំមិនអាចបម្រើអ្នកដទៃបានទេប្រសិនបើការបម្រើនោះធ្វើឲ្យខាតប្រយោជន៍ផ្ទាល់ខ្លួនបងប្អូនអាចចូលចាំថាសេចក្តីស្រឡាញ់គឺជាសញ្ញាសម្គាល់ថាបងប្អូនរាល់គ្នាគឺជាសិស្សដ៏ពិតរបស់ព្រះអង្គចាស់ព្រះយេស៊ូវហើយលោកីនេះគេនឹងបានឃើញពីសេរីល្អរបស់ព្រះគេនឹងបានឃើញអំពីនឹងបានឮអំពីព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទតាមរយៈសេចក្តីនេះឯងតាមរយៈការដែលរស់នៅប្រកបដោយសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកនេះឯងលោកីគេមិនបានស្គាល់គ្រីស្ទបរិស័ទដោយសារចំណេះដឹងដោយសារលទ្ធផលការងារដោយសារមានទីតាំងឬអាគារថ្វាយបង្គំធំនោះឡើយតែគេស្គាល់គ្រីស្ទបរិស័ទដោយសារតែសេចក្តីស្រឡាញ់ដែលខុសពីលោកីសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវបានប្រទានឲ្យគេនៅពេលដែលយើងស្រឡាញ់គ្នាទៅវិញទៅមកដោយមានចិត្តអត់ធ្មត់ដោយមានចិត្តសុភាពរាបសារដោយពេញដោយព្រះគុណនោះយើងនឹងបានបង្ហាញពីវត្តមានរបស់ព្រះអង្គចាស់នៃយើងថាទ្រង់ពិតជាគង់នៅក្នុងជីវិតរបស់យើង
បងប្អូនហើយសេចក្តីស្រឡាញ់ប្រភេទនេះយើងមិនអាចបង្កើតវាដោយខ្លួនឯងយើងមិនអាចខំប្រឹងស្រឡាញ់ដោយកម្លាំងដោយវិធីសាស្ត្រដោយប្រាជ្ញារបស់ខ្លួននោះឡើយតែវាជាសេចក្តីស្រឡាញ់ដែលហូរចេញពីព្រះគុណជាសេចក្តីស្រឡាញ់ដែលបងប្អូនមានបទពិសោធន៍យ៉ាងពិតប្រាកដជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទជាមុនសិននៅពេលដែលយើងនៅជាប់ជាមួយនឹងទ្រង់សេចក្តីស្រឡាញ់របស់ទ្រង់ក៏បំពេញយើងជារៀងរាល់ថ្ងៃហើយយើងក៏អាចបង្ហូរសេចក្តីស្រឡាញ់នោះទៅកាន់អ្នកដទៃដូច្នេះហើយចូលយើងស្រឡាញ់គ្នាទៅវិញទៅមកមិនមែនគ្រាន់តែបញ្ចេញសម្លេងឬពាក្យសម្ដីនោះឡើយតែចូលស្រឡាញ់ដោយធ្វើសកម្មភាពចូលស្រឡាញ់ដោយអត់ទោសពិតប្រាកដចូលស្រឡាញ់ដោយការបម្រើពិតប្រាកដចូលស្រឡាញ់ដោយថែរក្សាគ្នាដោយលើកទឹកចិត្តគ្នាទៅវិញទៅមកដោយយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកដោយអ្វីដែលព្រះយេស៊ូវបានធ្វើចំពោះយើងរាល់គ្នាដែរនៅពេលដែលយើងធ្វើយ៉ាងដូចនេះនោះមានន័យថាយើងបានបំពេញតាមបញ្ញត្តិរបស់ទ្រង់ហើយស្រីល្អរបស់ទ្រង់នឹងត្រូវបានបើកសម្ដែងឲ្យលោកីនេះបានឃើញចូលពិចារណានៅសំណួរនេះថាតើមាននរណានៅថ្ងៃនេះដែលបងប្អូនពិបាកនឹងស្រឡាញ់គេពិបាកនឹងអត់ទោសឲ្យគេពិបាកនឹងលះបង់សម្រាប់គេចូលអធិដ្ឋានទូលសូមព្រះគុណសូមឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះបានបំពេញបងប្អូនរាល់គ្នាដោយព្រះគុណនិងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទចូលទូលថ្វាយព្រះអង្គជាមួយគ្នាព្រះអង្គចាស់យេស៊ូវគុណអរព្រះគុណទ្រង់សម្រាប់សេចក្តីស្រឡាញ់ដែលទូលបង្គំបានទទួលពីទ្រង់ដែលជាសេចក្តីស្រឡាញ់ដ៏លើសលប់សេចក្តីស្រឡាញ់ដែលគ្មានភាពអាត្មានិយមសូមបង្រៀនទូលបង្គំឲ្យចេះស្រឡាញ់អ្នកដទៃដូចដែលទ្រង់បានស្រឡាញ់ទូលបង្គំសូមបង្រៀនទូលបង្គំឲ្យចេះបម្រើពួកជំនុំរបស់ទ្រង់ដោយដែលទ្រង់បានបម្រើដល់ពួកសាសសូម្បីតែលាងជើងក៏ទ្រង់បានលាងឲ្យពួកគេផងដែរសូមបង្រៀនយើងខ្ញុំឲ្យចេះរក្សាភាពអត់ធ្មត់ការបន្ទាបខ្លួននឹងចេះប្រើពាក្យសម្ដីនិងសកម្មភាពដែលប្រកបដោយព្រះគុណសូមឲ្យជីវិតរបស់ទូលបង្គំម្នាក់ៗបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ដើម្បីឲ្យអ្នកដទៃបានមើលឃើញថាទ្រង់ពិតជារស់នៅក្នុងជីវិតរបស់ទូលបង្គំមែនក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន